សួស្តីបងប្អូនទាំងអស់គ្នាសុខសប្បាយជាទេបាទលោកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នាសុខសប្បាយនៅក្នុងវីដេអូនេះបងប្អូននឹងបានសិក្សាបន្តមេរៀនរំលឹកទី19ប្រកបនឹងញបន្តអនិងអបាទអនិងអនោះគឺចង់បញ្ជាក់ថាមានព្យញ្ជនៈពួកអនិងព្យញ្ជនៈពួកអការអានព្យាង្គទាំងអស់នេះគឺជាព្យាង្គដែលកូនត្រូវរៀនដែលបងប្អូនត្រូវអានបាទអានព្យាង្គហើយយើងរៀនប្រកបផងដែរបាទកាញគួញញាញ់អាញប៉ញមាញម៉ាញសាញ់ណាញទុញលុញមិញសុញបាញហួញអុញបាទឥឡូវយើងចាប់ផ្ដើមប្រកបវិញម្ដងកអាកានឹងញកាញកអ៊ូគួនឹងញគួញសញសម្រាប់ពីញអាញនឹងញាញបន្តមួយញាញ់អអានឹងញអាញបសម្រាប់ពីពអុពុនឹងញប៉ុញមកអ៊ីមៀនឹងញមៀញមកសម្រាប់ពីមអាម៉ានឹងញម៉ាញសអាសានឹងញសាញបន្តមួយសាញ់ណអាណានឹងញណាញតនឹងញតើញបន្តមួយទុញលអ៊ុលុនឹងញលុញលអ៊ុលុនឹងញលុញមកអ៊ីមីនឹងញមិញសត្រីស័ព្ទពីលើសោនឹងញសោញបន្តមួយសុញបអាបានឹងញបាញហអ៊ូហួនឹងញហួញអអុនឹងញអញបាទអាចអានបានទេបងប្អូនបាទរៀនអានម្ដងទៀតបាទពេលដែលគ្រូអានចប់បងប្អូនអាចចុច stop ហើយបងប្អូនធ្វើការអានឡើងវិញទៅរៀនប្រកបទៅបើសិនជាបងប្អូនប្រកបទៅអត់ចេញចាំបងប្អូនបើកស្ដាប់ម្ដងទៀតទៅណាបាទទៅបន្តទៀតគឺយើងចូលទៅកាន់ការអានពាក្យឥឡូវបងប្អូនទាំងអស់គ្នាអានពាក្យសិនក្រោយពេលអានពាក្យហើយចាំប្រកបណារៀនអានហើយចាំរៀនប្រកបតាមក្រោយតែពិតទៅត្រូវរៀនប្រកបហើយចាំយើងអានមែនណាបាទប៉ុន្តែលោកគ្រូចង់ឲ្យបងប្អូនអានសិនបាទកាលណាអានបើបងប្អូនអានចេញមានន័យបងប្អូនចេះបើបងប្អូនអានអត់ចេញទេបងប្អូនប្រកបបាទរៀនប្រកបឃើញជំនាញកំណាញ់ទំនិញចោះចាញ់ពេញលេញសំណាញ់បំពេញចំណេញបបាញ់ជំនួញរួញរាបាទឥឡូវយើងអានហើយយើងប្រកបវិញម្ដងឃើញខគឺនឹងញឃើញជំនាញចជុំណៅអ៊ីនានឹងញនាញជុំនាញកអំកំណអាណានឹងញណាញបន្តមួយណាញ់កំណាញ់ tờ tum nờ ý nị
nị nừng nhớ nình túm nình cho chảnh cho cho á cha cha nừng nhớ chán bần trọ mùi chanh cho chanh pính lình bầu ê pê pê nừng nhớ pính lào ê lê lê nừng nhớ lình pính lình xóm nành so xóm no á na nừng nhớ nán bần trọ muối nành xóm nành bầm pinh bo bấm bao ê pê pê nừng nhớ pinh bầm pinh chòm nành cho chấm no ế nề nê nừng nhớ nành chấm nành bò bành bò nừng rớ bò á ba nừng nhớ bán mình trọ mũi bành bó bành chùm nuôi chờ chúng nó úa nùa nừng nhớ nuôi chùm nuôi ruốn rìa rờ úa rùa nừng nhớ ruồn rờ ý rìa ruốn rìaបាទអាចអានបានទេបងប្អូនអាចប្រកបបានទេបាទសង្ឃឹមថាបងប្អូនចេះប្រកបក្រោយពេលបានសិក្សាជាមួយលោកគ្រូវីដេអូនេះហើយបានមើលហើយរៀនប្រកបនៅកណាបាទកាលណាយើងចេះស្រាក់យើងចេះភ្ជុញចំណៈហើយយើងស្គាល់អ្វីជាសញ្ញាវណ្ណយុត្តដើម្បីបន្ថែមបន្ថយដើម្បីបំបែកសំឡេងឬមិនបងប្អូនចេះទៅអាចអានបានហើយបាទខុសពីពាក្យហ្នឹងក៏អាចប្រកបនឹងអានបានដែរឥឡូវលោកគ្រូបញ្ជាក់ទៅនេះបន្តិចកំណាញ់បើយើងអត់មាននេះបើយើងអត់មានបន្តទេយើងអានថាកំណាញមែនទេបាទកំណាញ់ដល់ពេលយើងថែមតែបន្តមួយមកចេញពាក្យថាណាញ់មួយអញ្ចឹងវាទៅជាកំណាញ់បាទគឺប៉ុណ្្នឹងឯងណាដើម្បីយល់ឥឡូវទៅបន្តទៀតបាទមាន2 slide ទៀតសម្រាប់ឲ្យបងប្អូនទាំងអស់គ្នារៀនណាក្នុងមួយមេរៀនគឺមាន4 slide ឥឡូវ slide ទី3គឺការអានល្បះឥឡូវមើលការអានល្បះវិញម្ដងបាទល្បះហ្នឹងមានចំនួន3ណាល្បះ1ល្បះ2ល្បះ3តារៀនអានទាំងអស់គ្នាកំបបាញ់កំបបាញ់ពូពេញដឹកទំនិញពូសាញ់បងសំណាញ់ពូសាញ់បងសំណាញ់បាទអាចអានបានទេបងប្អូនអរគ្នាលោកគ្រូបញ្ជាក់បន្តិចណាមកកំបបាញ់ណាឃើញមាន3ព្យាង្គណាកំបបាញ់អានសំលេងចេញ3ដងគេហៅ3ព្យាង្គហើយពូពេញដឹកទុំនិញបាទមានមួយព្យាង្គគាត់2 4 5បាទមាន5ព្យាង្គអញ្ចឹងពូពេញដឹកទុំនិញល្បះមួយទៀតពូសាញ់ណាពូសាញ់បងសំណាញ់ពូសាញ់បងសំណាញ់បាទនៅក្នុងល្បះនេះក៏3ព្យា5ព្យាង្គដែរពូសាញ់បងសំណាញ់ឥឡូវទៅបន្តទៀតសង្ឃឹមថាបងប្អូនបានអានដឹងពីរបៀបអានដឹងពីព្យញ្ជនៈផ្សំជាមួយស្រៈផ្សំជាមួយនឹងព្យញ្ជនៈនិងព្យញ្ជនៈហើយថែមវណ្ណយុត្តមិនបងចេះអានហើយណាបន្តទៅទៀតចូលទៅកាន់ការអានអត្ថបទខ្លីបាទការអានអត្ថបទខ្លីយើងមានអត្ថបទខ្លីប៉ុណ្ណេះអត្ថបទនេះមិនវែងហើយក៏មិនខ្លីប៉ុន្មានដែរបាទល្មមមកអាចអានដឹងពីអត្ថន័យនៅក្នុងរូបភាពនេះអត្ថបទខ្លីរបស់លោកគ្រូមានចំណងជើងថាជំនួញបងញ៉ាញ់ជំនួញបងញ៉ាញ់បាទតោះអានជាមួយនឹងលោកគ្រូទាំងអស់គ្នាបងញ៉ាញ់ជំនាញខាងជួញដូរទំនិញបងញ៉ាញ់លក់សំណាញ់និងទំនិញដទៃគេឆោរោគសំទោសកណាគេឆោកកកញកណាគេឆោកកកញនេះកន្លែងនេះប្រយ័ត្នអានអត់ចេញចាត់ចេញគេឆោរោគដល់គ្រូមិញអញ្ចឹងគេគឺត្រង់នេះហើយឆោមានរោកណាឆោមានរោអញ្ចឹងគេអានថាគេឆោកនេះកអង្គកគេឆោកកញកញកកញកញអញ្ចឹងគេឆោកកញទិញទំនិញបងញ៉ាញ់បាទបន្តទៀតពូម៉ាញណាពូម៉ាញរងចាំទិញសំណាញ់បងញ៉ាញ់បងញ៉ាញ់លក់ទំនិញចំណេញហូហែ
ពូម៉ាញ់ថាសុំចាញ់បងញ៉ាញ់ខាងលក់ទំនិញមកកន្លែងពូម៉ាញ់នេះគាត់ថាគាត់សុំចាញ់បងញ៉ាញ់ណាសុំចាញ់បងញ៉ាញ់ខាងលក់ទំនិញហើយមានន័យថាបងញ៉ាញ់នេះគាត់លក់ទំនិញដាច់ណាគាត់លក់ទំនិញដាច់ជាងពូម៉ាញ់អត្ថបទបានចប់ហើយការអានអត្ថបទរបស់លោកគ្រូបានចប់ហើយអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបានជាចំណេះដឹងបាទទទួលបានជាប្រយោជន៍នៅក្នុងការទស្សនាវីដេអូមួយនេះបងប្អូននឹងអាចអានអក្សរខ្មែរបានច្បាស់និងចេះប្រកបចេះអានសង្ឃឹមថាបងប្អូននឹងពេញចិត្តនៅវីដេអូមួយនេះក៏ដូចជាឪពុកម្ដាយអាណាព្យាបាលរបស់សិស្សតែបានបើកវីដេអូនេះឲ្យកូនបានសិក្សាហើយក៏សូមអរគុណចំពោះការបើកមើលណាបើករៀនព្រោះអីវីដេអូមិនខ្វះទេបាទវីដេអូមានច្រើនណាស់នៅលើបណ្ដាញសង្គម YouTube ព្រោះអីកាលណាយើងបើកអីគឺកូនមើលហ្នឹងហើយអញ្ចឹងបើសិនបើកចំវីដេអូដែលបង្រៀនតើតើនឹងអក្សរសាស្ត្រខ្មែរតើតើនឹងពាក្យខ្មែរអញ្ចឹងកូនចេះខាងអក្សរខ្មែរហើយតែបើខាងផ្សេងគឺទៅខាងផ្សេងហើយណាអរគុណច្រើនចំពោះការតាមដានទស្សនាសូមជួយចុច Subscribe ក៏ដូចជាចុចសញ្ញាមេដាយជាការលើកទឹកចិត្តសរសេរការគេហៅថាបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនឹងមកដើម្បីខ្ញុំដឹងថាតើវីដេអូនេះត្រូវកែប្រែកន្លែងណាហើយខ្ញុំអានខុសកន្លែងណាឬក៏កន្លែងណាត្រូវកែប្រែអាចចូលរួមដើម្បីស្ថាបនាទាំងអស់គ្នាបានដើម្បីអនាគតកូនដែលបានមើលវីដេអូនេះបាទអរគុណច្រើនជម្រាបលាជួបជាមួយនឹងលោកគ្រូនៅវីដេអូបន្តទៀតបាទសូមអរគុណជម្រាបលា